ទង្វើរបស់លោកម្ចាស់តូចឡៃកាបែបនេះមិនអាចមើលរំលងបានទេលោកអ្នកបម្រើលីអ្នកក៏គិតបែបនោះដែរបាទលោកម្ចាស់ត្រឹមតែអ្នកទាំងពីរដែលលួចលាក់ចូលមកក្នុងពិធីជប់លៀងនេះត្រូវតែទទួលទោសអ្នកដែលទទួលខុសត្រូវត្រួតពិនិត្យការអញ្ជើញក៏ត្រូវតែទទួលទោសធ្ងន់ដែរពួកគេណែណាគាត់នៅទីនោះហើយលោកម្ចាស់ឡៃកាខាងនោះហើយយាយជីកុំឈួតអីតោះកុំញ៉ៃញ៉ៃទៀតអីចាំអ្នកគឺជាអ្នកដែលយកលិខិតអញ្ជើញគ្រួសារឡៃការបស់ខ្ញុំពិសេសទៅលោកម្ចាស់តូចរបស់ខ្ញុំសួរហើយមិនប្រញាប់ឆ្លើយទៅសុំទោសខ្ញុំពិតជាខុសហើយអូបងប្រុសអូឡៃកាតូចហេសុំកុំវាខ្ញុំអីបើទោះជាគាត់មានអំណួតដាក់អ្នកក៏ដោយឡៃកាតូចកុំសុខសប្បាយទេខ្ញុំនៅធម្មតាចុះហឹមយាយចោខ្ញុំមិនមែនកំពុងយកសពទេដឹងហេតុអីបានជាអ្នកច្របាច់ខ្ញុំធ្វើអីជឿទេតើនេះជាសុបិនមែនទេលោកមេផ្ទះហេតុអីបានជាគាត់ហៅលោកបងឈួតឡានអញ្ចឹងខ្ញុំទៅសួរអ្នកណាទៅបងស្រីអ្នកសូមពន្យល់ខ្ញុំបន្តិចមើលខ្ញុំមិនដឹងទេលោកមេផ្ទះលីលោកម្ចាស់វ័យក្មេងមានការបង្កប់អ្វីពួកគេមុននេះពួកគេនិយាយអ្វីខ្លះលោកម្ចាស់ពួកគេមួយចំនួនបាននិយាយថាលោកនេះមិនមានលិខិតអញ្ជើញទេហើយថែមទាំងនិយាយដោយភាពជឿជាក់បំផុតថាលិខិតអញ្ជើញរបស់ពួកគេគឺលិខិតអញ្ជើញរបស់បងប្រុសយាយឈិនដែលអ្នកថាជាខ្លាំងខ្លាគឺអង្គរៈផ្ទាល់របស់ខ្ញុំបានយកទៅជូនដោយផ្ទាល់អ្នកថាអង្គរៈខ្ញុំយករបស់ខ្លាំងខ្លាចឹងប្រាប់ខ្ញុំមកតើអ្វីទើបជារបស់ពិតប្រាកដម្ចាស់ស្ត្រីឡៃខាបងប្រុសយាយឈិនម្ចាស់ស្ត្រីឡៃខាហៅមនុស្សឈួតនេះថាជាបងប្រុសហើយរូបរាងឈួតនេះម្ចាស់ស្ត្រីឥឡូវនេះអ្នកហៅគាត់ថាអ្វីជាការពិតណាស់គាត់គឺជាបងប្រុសយាយឈិនញ៉ាំស្ករគ្រាប់ពិតជាចង់ញ៉ាំស្ករគ្រាប់មែនញ៉ាំស្ករអត់សមជាបរោះទេខ្ញុំនឹងទៅដោយខ្លួនឯងលោកម្ចាស់តូចអ្នកយកច្រឡំហើយមែនទេមនុស្សល្ងងនេះមិនក៏អាចជាបងធំរបស់អ្នកបានទៅកាលពីប៉ុន្មានឆ្នាំមុនខ្ញុំត្រូវបានគេធ្វើបាបរងរបួសរហូតត្រូវទៅដល់មន្ទីរពេទ្យក៏គ្មានបងធំយាយចិនទទួលយកខ្ញុំទេមិននឹងមានឡៃខាសប្តាហ៍ថ្ងៃនេះបងធំយាយចិនគឺជាអ្នកមានគុណរបស់គ្រួសារឡៃខាពួកយើងគុណជួយសង្គ្រោះជីវិតយាយចិននេះមិនមែនមានន័យថាមុននេះអ្នកទាំង3បានស្រែកលោឡាដាក់បងធំរបស់ខ្ញុំទេចាប់អ្នកទាំង3អ្នកណាមកចេញភ្លាមត្រូវចាំឲ្យច្បាស់ថាឡៃខាខាងណាមួយគ្រួសារណាដែលប្រព្រឹត្តខុសមិនបានទេបើជាបងធំរបស់ក្រុមហ៊ុនណាមួយគឺជារៀងរហូតកុំចុះកុំត្រាជាមួយពួកគេទាំង3អ្នកនេះជាដាច់លោកម្ចាស់តូចត្រូវហើយឲ្យអ្នក2អ្នកទៅជួយពួកគេផងទៅហានកាទៅផេរីយេនីតុនតូចមនុស្សម្នាក់នេះមើលទៅដូចជាឈួតបន្តិចហើយឈួតលីលាថែមទាំងមកស្នាក់នៅក្នុងក្រុមបុរាណបែបនេះពិតជាមិនសមនឹងធ្វើជាបងប្រុសឡើយតើអ្នកភ្លេចអត្តសញ្ញាណខ្លួនឯងហើយមែនទេមិនហ៊ានទេបងប្រុសយាយឈិនសមត្ថភាពរបស់គាត់មិនមែនជាអ្វីដែលអ្នកអាចបានស្មានបានឡើយជាមនុស្សឈួតក៏គាត់នៅតែជាបងប្រុសរបស់ឡៃកាណារ៉ូជារៀងរហូតបើកពិធីជប់លៀងភ្នែកមួយនៅក្នុងចាននេះជាអ្វីដែលអ្នកនិយាយថាជាចានបាត់បង់ទាំង10មែនទេតើយើងដឹងដោយរបៀបណានឹងទទួលបានឋានៈជាហើយជប់បន្ទោសគ្នាទៅមកទៀតទៅពេលនេះមនុស្សឈួតនោះចំពោះឡៃកាម្ចាស់ក្មេងមានគុណជួយជីវិតខ្ញុំច្បាស់ជាត្រូវយកទៅដោយសារតែអ្នកស្នងរំត្រូវបាត់បង់មិនមែនខ្លាចជារបស់គេទេអីថ្ងៃនេះទូគេបានកំណត់តែចុះបើគេបដូរវិធីសាស្ត្រវិញយេចង់អ្នកចង់និយាយអ្វីព័ត៌មានបន្តជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនយេរបស់ពួកយើងជាព័ត៌មានផ្ទៃក្នុងអ្នកនាងម៉ូបើអ្នកព្រមរៀបការជាមួយខ្ញុំទើបខ្ញុំនឹងប្រាប់ព័ត៌មាននេះដល់អ្នករៀបការជាមួយអ្នកសំដែរបើដូច្នោះមែនហ្វាងវ៉ាន់ពួកយើងទៅមើលទៅដូចជាយាយចុងកំពុងត្រៀមប្រកួតប្រជែងជាមួយយាយឈិនហើយបើអញ្ចឹងខ្ញុំគួរតែយកគុណនេះធ្វើជាព័ត៌មានមួយផ្ញើទៅរឿងដែលបន្ទាន់បំផុតសម្រាប់យាយឈិនគឺត្រូវតែរកវិធីភ្ជាប់ទំនាក់ទំនងជាមួយលោកឡៃខាយាយឈិននៅលើនេះត្រូវការកុងត្រាមួយដែលមានតម្លៃរាប់សិបពាន់លានអាចខ្លាចជាអ្នកស្នងរបស់ក្រុមហ៊ុននេះយកកុងត្រាដែលខ្ញុំបានរៀបចំទុកមកបងប្រុសនេះជាកិច្ចសន្យាគម្រោងរបស់គ្រួសារឡៃខានៅទីក្រុងតុងឥឡូវនេះវាជារបស់អ្នកហើយផេរីយេគ្រាន់តែទទួលយកការងារធំបែបនេះគឺស្រួលបែបនេះសោះបងប្រុសយើងមិនបានជួបគ្នាយូរហើយថ្ងៃនេះស្នាក់នៅទីនេះចុះអញ្ចឹងអ្នកនៅទីនេះលេងកំសាន្តជាមួយលោកឡៃខាទៅចំណេះត្រូវយកកុងត្រានេះទៅក្រុមហ៊ុនបន្តិចបងធំធ្វើពុតជាឈួតជាប់ចិត្តមែនមិនតាន់គ្រប់គ្រាន់ទៀតទេពិធីនេះវាស្រួលជាងនិយាយអញ្ចឹងក្រុមហ៊ុនឡៃខាមកលើកនេះវិនិយោគនៅតុងគួនខ្ញុំមកទីនេះមិនមែនឮថាអ្នកចេញពីសាលាហ្វុងយន់មកវិញទេអីទើបខ្ញុំមកមើលឡៃខាក្រុមហ៊ុននេះពិតជាមានធនធានគ្រប់គ្រាន់មែនសូម្បីតែគម្រោងរាប់រយពាន់លានក៏ថាអាចធ្វើបានដែរបងធំកាលនោះបើមិនបានអ្នកជួយជ្រោមជ្រែងម្លេះសុំខ្ញុំត្រូវបានបងអូនស្រីទាំង6នៅម្ចាស់បាត់ទៅហើយមិននឹងមានឡៃខាដូរនៅថ្ងៃនេះទៅនេះមកឲ្យបងគម្រោងរាប់រយពាន់លានឲ្យតែអ្នកព្រមឡៃខា 10000 ក៏គ្រួសារការទាំងមូលជារបស់អ្នកហើយកាលពីមុនឡៃខាតូចដែលខ្លាចគោលាន់ឥឡូវនេះសូម្បីតែកិច្ចសហការរាប់រយពាន់លានក៏ដាក់ក្នុងភ្នែកដែរបងធំសូមបងកុំលេងសើចនឹងខ្ញុំអីចោះរឿងស៊ើបអង្កេតរបស់អ្នកទៅដល់ណាហើយបងប្អូនប្រុសស្រីមួយគូនោះដោះស្រាយបានស្អាតបាត់ណាស់មិនចម្លែកទេដែលលោកតាគ្មានតម្រុយអ្វីរកឃើញសោះបងធំនៅមានមូលហេតុសំខាន់មួយទៀតគឺកាលពីឆ្នាំមុនអ្នកដែលពាក់ព័ន្ធនឹងរឿងនេះគឺត្រូវបានបងប្អូនប្រុសស្រីមួយគូនោះស៊ីសំណុកអស់ហើយបងធំត្រូវការក្រុមហ៊ុនឡៃកាអន្តរាគមន៍ទេឡៃកាតូចឲ្យអ្នកគ្រាន់តែធ្វើចិត្តឲ្យស្ងប់ទៅបើមានកន្លែងណាត្រូវការអ្នកខ្ញុំច្បាស់ជាមិនខ្ញុំបារម្ភពីអ្នកណាស់បងស្រីហេតុអ្វីបងខ្លាចមិនចេញមកជាមួយអ្នកទៅជាមួយម្ចាស់វ័យក្មេងនៃក្រុមហ៊ុនឡៃកាចេញតាមគេហើយកុំប្រុងប្រយ័ត្នខ្ញុំខ្លាំងពេកអីចឹងខ្ញុំគ្មានចិត្តនីអាក្រក់ទេខ្ញុំមិនត្រូវគេប្រើប្រាស់ឬខ្ញុំគឺមកជាមួយភាពស្មោះត្រង់ពេញស្មោះត្រង់មុននេះអ្នកចង់ឲ្យក្រុមហ៊ុនឡៃការបស់ខ្ញុំចេញទៅក៏ជាអ្នកដែរមែនទេបងស្រីខ្ញុំក៏មានការលំបាកផ្ទាល់ខ្លួនដែរតើឥឡូវនេះគ្រួសារមូត្រូវតែទទួលបានការកំងពីក្រុមហ៊ុនឡៃកាទៅអាចរក្សាឋានៈជាគ្រួសារធំប្រចាំក្រុមជំនួយនេះបងស្រីគួរតែចែកខ្ញុំខ្លះផងឥឡូវនេះអ្នកជាអ្នកគ្រប់គ្រងត្រកូលម៉ូគ្រួសារម៉ូអាចរក្សាឋានៈគ្រួសារបានរឿងនឹងពាក់ព័ន្ធខ្ញុំតែទោះជាយ៉ាងណាត្រកូលម៉ូនេះបានចិញ្ចឹមបីបាច់នឹងថែរក្សាអ្នកមិនអាចភ្លេចគុណបានទេភ្លេចគុណកាលពីដើមអ្នករត់ចោលការរៀបការហើយខ្ញុំរៀបការជំនួសតើអ្នកមិននិយាយពីការភ្លេចគុណ
ម្យ៉ាងទៀតការចូលប្រកួតនិយាយបានទទួលអត្ថប្រយោជន៍ច្រើនណាស់ហើយអ្វីដែលអ្នកនិយាយថាគុណចិញ្ចឹមឬក្តីស្រឡាញ់បងប្អូនខ្ញុំបានប្រើពេញមួយជីវិតដើម្បីសឹងអស់ហើយបងស្រីខ្ញុំសុខចិត្តយកត្រកូលមកខ្ញុំនឹងចែកផ្ទះសម្បែងឲ្យអ្នកពាក់កណ្ដាលយកព្រមទេលេបត្របាំងចាំដល់ពេលហើយត្រកូលមកនៅតែជាបងស្រីរបស់ខ្ញុំដដែលបើអ្នកមានចិត្តអាក្រក់ដល់ម្លឹងកុំបន្ទោសខ្ញុំអីដំណឹងបានមកពីមនុស្សចំណិតរបស់លោកម្ចាស់ធំថាយីចុងវូហាក់ដូចជាកំពុងតែវិញម្យ៉ាងហើយហាក់ដូចជាចិត្តចាប់ផ្ដើមធ្វើសកម្មភាពបំផុតពួកគេទ្រាំមិនបានទៀតទេចុះយ៉ាអឺឯណោះយ៉ាងម៉េចហើយកំពុងតែកាន់កិច្ចសន្យានៅក្រៅហើយបានចេញសេចក្តីជូនដំណឹងដើម្បីប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃស្អែកនេះឯកឧបនាយកក្រុមហ៊ុនយីជូនលោកតើលោកតាបានត្រឡប់មកវិញហើយឬនៅការរាយការណ៍របស់អង្គរៈសម្ងាត់លោកบอกថាជើងហោះហើរយកត្រឡប់មកវិញដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃស្អែកខាងស្អែកបងប្អូនខ្ញុំមួយយូរនឹងអាចធ្វើរឿងចម្លែកអីកើតឌូសាការងារដែលខ្ញុំបានរៀបចំឲ្យអ្នកយ៉ាងម៉េចវានឹងត្រូវផ្ញើមកវិញនៅថ្ងៃស្អែកលោកម្ចាស់មានស្ត្រីម្នាក់និយាយថានាងជាប្អូនស្រីរបស់ភរិយាអ្នកបងយេសិនក្នុងនាមអ្នកមានការត្រូវដោះស្រាយអីចឹងខ្ញុំសូមលាអ្នកទៅមុនហើយបងថ្លៃមីសាអូទីស៊ីបង្ហាញកាយវិការបែបនេះគឺច្បាស់ជាចង់លួងលោមលោកម្ចាស់ហើយឬថាអ្នកមានរឿងចង់ជួបខ្ញុំហេតុអីក៏អ្នកមិនព្រមទៅឈួតបាត់ទៅបងថ្លៃខ្ញុំមកនេះគឺមានរឿងសំខាន់ណាស់ដែលត្រូវមកជួបអ្នកគ្រាន់តែអ្នកទាំងពីរនឹងឈប់ប្រើពាក្យថាគ្រាន់តែទៅអ្នកនិយាយឲ្យចំទៅគឺបែបនេះបងប្អូនជីដូនមួយរបស់អ្នកបងប្អូនប្រុសស្រីមួយគូនឹងតើអ្នកចង់និយាយថាពួកគេខុបខិតសម្ងាត់ជាមួយលោកយេសិនគាត់អង្គុយល្ងីល្ងើក្បែរបង្អួចប្រកាសជាដឹងរឿងរបស់ពួកគេផែនការបើមានតែប៉ុណ្្នឹងទេឌូសាដេញគាត់ចេញទៅទេខ្ញុំនៅមានផ្សេងទៀតចង់និយាយជាមួយអ្នកគ្រាន់តែសូមឲ្យអ្នកព្រមបែងចែកកិច្ចសន្យាពីក្រុមហ៊ុនឡៃខាមកឲ្យខ្ញុំអាចសន្យាជាមួយអ្នកនៅរឿងអ្វីក៏បានថារឿងអ្វីក៏បានមែនទេឥឡូវមានមូលៀនឪមិនទាន់គ្រប់គ្រាន់ផងឥឡូវមកម្នាក់ទៀតហើយមូនាងគឺគ្រូសាមូបច្ចុប្បន្ននៅជាថ្នាក់ដឹកនាំនៃបួនគ្រូសាធំទូបីជាថ្មីនេះបានបាត់បង់កិច្ចសន្យាធំពី3ក៏ដោយក៏នៅតែជាគ្រូសាធំជាងគេយេឈិនខ្ញុំអង្គវរអ្នកជួយខ្ញុំផងគ្រូសាមកឥឡូវនេះគ្រាន់តែរក្សារូបរាងខាងក្រៅប៉ុណ្ណោះបើសិនគ្មានកិច្ចសន្យាដ៏រឹងមាំណាមួយនោះទេខ្លាចថាមិនយូរទេនឹងត្រូវគ្រូសាដទៃទៀតបែងចែកយកហើយយេឈិនឲ្យតែអ្នកព្រមជួយខ្ញុំអាចយកព្រមធ្វើអ្វីគ្រប់យ៉ាងតាមអ្នកប្រកាសទេថាជាអ្វីគ្រប់យ៉ាងទោះបីជាគ្រូសាមកខ្ញុំបម្រើរបស់ខ្ញុំក៏ដោយខ្ញុំបម្រើក៏នៅតែប្រសើរជាងត្រូវគេរហូតដល់គ្មានសល់កំតិចអូខេសុំទោសផងខ្ញុំចាប់អារម្មណ៍ហើយខ្ញុំឲ្យឱកាសអ្នកម្ដងនេះហើយឌូសាលូចេញអ្នកទាំងពីរចេញទៅក្រៅសិនមកខ្ញុំនឹងឲ្យគ្រឿងសម្អាងមួយឈុតដើម្បីបង្ហាញភាពជាទេពធីតាមួយនាងមូលីងឈប់ទៅបងស្រីថែមទាំងលួចគូដណ្ដឹងរបស់ប្អូនស្រីទៀតម្នាក់ហើយម្នាក់ទៀតតើពេលណាខ្ញុំអាចចេញផុតទៅឌូសាខ្ញុំសូមណែនាំអ្នកកុំគិតវាទៀតចៅហ្វាយធ្លាប់និយាយថាតម្លៃរបស់អ្នកគឺស្មោះត្រង់នឹងការលះបង់ខ្ញុំពិតជានឹងរកឱកាសបានអ្នកចង់មើលផ្នែកណាគេមុនគេរូបរាងកាយមិនអាក្រក់ទេមកមួយពីរត្រឹមតែអណ្ដែតតិចយេឆេនតើអ្នកចង់មើលអ្វីទៀតអ្នកស្លៀកពាក់អ្វីផ្សេងទៅហេតុអ្វីខ្ញុំត្រូវបងស្រីរបស់អ្នកបានប៉ះពាល់ស្បែករួចទៅហើយមិនអាចមានអ្វីទៀតជាមួយអ្នកបានអ្នកនេះគឺមានទស្សនៈមិនត្រឹមត្រូវស្ត្រីត្រកូលមូល្ងងខ្លាយប៉ុន្តែពិតជាស្រស់ស្អាតខ្លាំងណាស់បានហើយជប់ត្រឹមនឹងទៅខ្ញុំនឹងត្រឡប់ទៅប្រាប់ឡៃតាឲ្យសម្ព័ន្ធក្រុមហ៊ុនឡៃតាធ្វើកិច្ចសហការជាមួយត្រកូលមូរបស់អ្នកបើអញ្ចឹងតើខ្ញុំអាចនៅក្បែរអ្នកបានទេអ្នកគិតថាអ្នកមានសិទ្ធិគ្រប់គ្រាន់នៅក្បែរខ្ញុំទេ